សួស្តីបងប្អូនថ្ងៃនេះក្រុមការងារទុនសាច់ព្រៃរបស់ខ្ញុំបាទនឹងនាំអារម្មណ៍បងប្អូនមកទស្សនាទស្សនវិជ្ជាមួយដែលនៅក្នុងរមណីយដ្ឋានថ្មរូងហើយរមណីយដ្ឋានថ្មរូងនេះគឺជារមណីយដ្ឋានទេសចរបែបធម្មជាតិបងប្អូនស្រឡឹងមើលទៅឃើញបងប្អូនយើងមានក្មេងៗបងប្អូនខ្លះគាត់កំពុងតែមកលេងទឹកនៅទីនេះបងប្អូនដោយសារតែវាជារដូវប្រាំងអញ្ចឹងបងប្អូនដែលមកលេងកំសាន្តនៅរមណីយដ្ឋានថ្មរូងបែបធម្មជាតិនេះស្រួលបងប្អូនងាយស្រួលជាងខែភាសាដោយសារតែទឹកវាតិចអញ្ចឹងបងប្អូនតូចក៏គាត់អាចលេងបានដែរវាអត់សូវមានទឹកអីច្រើនហូរដោយរដូវភាសាបងប្អូនបងប្អូនច្បាស់មួយចំនួនអត់ដឹងថាគាត់ស្គាល់អត់ទេតែមួយចំនួនតូចទៀតគាត់អត់សូវបានស្គាល់ទេរមណីយដ្ឋាននេះវាហាក់បីដូចជាលាក់ខ្លួននៅក្នុងព្រៃមួយដ៏ជ្រៅដែរដោយសារវាជារមណីយដ្ឋានបែបធម្មជាតិសុទ្ធសាធបងប្អូនក៏លេចទៅមើលខាងស្ដាំដៃខ្ញុំនេះឃើញមានភ្ញៀវយើងមកលេងគេថាថ្ងៃនេះវាមុនចូលឆ្នាំមួយថ្ងៃបងប្អូនអញ្ចឹងជាថ្ងៃអាទិត្យផងដែរមានភ្ញៀវយើងមកលេងគួរសមដែរបងប្អូនហើយបងប្អូនដឹងស្រាប់ហើយថារមណីយដ្ឋានធម្មជាតិដែលជារមណីយដ្ឋានរបស់កម្ពុជារបស់យើងគឺវាមានភាពស្រស់ស្អាតបងប្អូនស្រឡឹងមើលទៅខាងក្រោមគឺមានកន្លែងថតរូបលេងកំសាន្តបងប្អូនដែលមកលេងអញ្ចឹងអាចអង្គុយថតរូបលេងកំសាន្តអីចឹងទៅហើយបងប្អូនស្រឡឹងទៅខាងក្រោមបងប្អូនឃើញទៅស្រឡឹងទៅគឺវាហាក់បីដូចជាមានចំណោទចោតជ្រៅទៅក្រោមបងប្អូនតែគ្រាន់តែរដូវនេះរដូវប្រាំងវាអត់សូវមានទឹកទេបងប្អូនអញ្ចឹងបងប្អូនមកលេងរដូវនេះគឺល្អមួយយ៉ាងដែរដោយសារតែវាអត់សូវមានទឹកអញ្ចឹងវាអត់បារម្ភរឿងគ្រោះថ្នាក់ទេដោយសារទឹកតិចបងប្អូនហើយរមណីយដ្ឋាននេះផងដែរក៏ជារមណីយដ្ឋានបែបធម្មជាតិរបស់កម្ពុជាយើងមួយដែរដោយសារតែវាមានភាពស្រស់ស្អាតហើយថ្មរដេករដប់មើលទៅស្អាតបងប្អូនហើយបន្ទាប់ពីហ្នឹងទៅគឺជុំវិញគឺអមទៅដោយភ្នំសងខាងបងប្អូនស្អាតមែនតើបងប្អូនហើយនោះបងប្អូនឃើញបងប្អូនយើងមួយចំនួនគាត់កំពុងតែមួយទឹកលេងនៅប៉ែកខាងតំណាក់ក្រោមបងប្អូនឃើញនៅតំណាក់ក្រោមបងប្អូនគាត់កំពុងតែមួយទឹកលេងហើយរដូវនេះរដូវប្រាំងអញ្ចឹងមុននឹងថ្ងៃចូលឆ្នាំមួយថ្ងៃឃើញថាមានបងប្អូនយើងមកលេងអានេះបើសិនជាថ្ងៃចូលឆ្នាំហើយជាបងប្អូនយើងមកលេងច្រើនបងប្អូនដឹងទេថារមណីយដ្ឋានថ្មរូងនេះវាមានជាគេហៅថារមណីយដ្ឋានបែបធម្មជាតិតែម្ដងសុទ្ធសាធបងប្អូនអត់មានកែច្នៃទេហើយបងប្អូនខ្លះថាជាស្គាល់បងប្អូនខ្លះក៏អត់ស្គាល់ដែរអញ្ចឹងក្រុមការងារខ្ញុំថ្ងៃនេះមានសុំថតបង្ហាញពីទស្សនវិជ្ជាឲ្យចង់បង្ហាញឲ្យបងប្អូនស្គាល់ថាបងប្អូនក៏អាចមកលេងបានដែរនៅរមណីយដ្ឋានថ្មរូងនេះផងដែរបងប្អូនបាទបងប្អូនដោយសារតែរមណីយដ្ឋានថ្មរូងនេះវាដូចជាអត់សូវមានបងប្អូនស្គាល់អញ្ចឹងខ្ញុំក្រុមការងារខ្ញុំថ្ងៃនេះខ្ញុំមកផ្ដិតទស្សនវិជ្ជាជូនបងប្អូនទស្សនាហើយបងប្អូនលក្ខណៈពិសេសនៅនេះគឺខែនេះរដូវនេះមុនចូលឆ្នាំមួយថ្ងៃពីរថ្ងៃហ្នឹងគឺទឹកអត់សូវសម្បូរទេបងប្អូនអញ្ចឹងបើសិនជាបងប្អូនមកលេងកំសាន្តក្នុងរដូវកាលបុណ្យចូលឆ្នាំនេះក៏ស្រួលមួយយ៉ាងដែរបងដោយសារតែទឹកតិចអញ្ចឹងបងប្អូនខ្លះគាត់មានក្មេងតូចៗឯងអាចមកមុជលេងកំសាន្តបានអត់សូវបារម្ភដូចរដូវវស្សាទឹកច្រើនទេបងប្អូនហើយបងប្អូនកលេចទៅមើលខាងឆ្វេងដៃខ្ញុំនេះបងប្អូនមួយចំនួនគាត់កំពុងតែមុជទឹកកំសាន្តលេងនៅតំណាក់ក្រោមហ្នឹងណាមានទឹកតិចបើសិនជាទឹកច្រើនរៀងពិបាកទៅមុជដែរដោយសារកន្លែងនោះជ្រៅបងប្អូនដឹងហើយថារមណីយដ្ឋានថ្មរូងនេះគឺជារមណីយដ្ឋានបែបធម្មជាតិមួយដែលមានបើយើងគិតចម្ងាយចូលមកពីលោកយាយម៉ៅបន្តិចមកនឹងនៅខាងស្ដាំដៃគេនឹងដាក់ផ្លាកចូលមករមណីយដ្ឋានថ្មរូងហើយបន្ទាប់ពីផ្លាកនឹងមកដល់កន្លែងរមណីយដ្ឋានយើងចូលមកក្នុងនេះប្រហែលជាខ្ទង់ចម្ងាយ7គីឡូជាងហើយមកដល់ទីតាំងរមណីយដ្ឋាននឹងតែម្ដងបងប្អូនហើយបងប្អូនអាចមកកំសាន្តលេងបានព្រោះអានេះវាជាគេថាទៅរមណីយដ្ឋានទេសចរបែបធម្មជាតិរបស់ប្រទេសកម្ពុជាយើងគឺសម្បូរបែបមែនទែនតែគ្រាន់ថាកន្លែងនេះខ្ញុំជួយផ្សព្វផ្សាយបន្ថែមខ្លាចលោកបងប្អូនណាអត់ទាន់ស្គាល់អញ្ចឹងអាចមកកំសាន្តលេងបាននៅពេលដែលបងសម្រាកពីការងារឬក៏សៅរ៍អាទិត្យអីចឹងណាយើងអាចនាំបងប្អូនឬក៏កូនអីអាចមកលេងបានបាទបងប្អូននៅរមណីយដ្ឋានថ្មរូងបែបធម្មជាតិនេះក៏មានបងប្អូនយើងលក់ចំណីអាហារឬក៏ម្ហូបអីចឹងកុំបារម្ភថាអត់មានអីហូបបងប្អូនអាចមកហូបនៅតាមកញ្ចុះគេបានហើយម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរបងប្អូនហើយបងប្អូនថ្ងៃចូលឆ្នាំនេះបើសិនជាបងប្អូនមួយចំនួនដែលមិនបានទៅលេងស្រុកឬក៏មិនបានទៅលេងខេត្តណាឆ្ងាយបងប្អូនអាចអញ្ជើញមកលេងបាននៅរមណីយដ្ឋានថ្មរូងនេះផងដែរពីក្រុមការងារខ្ញុំបាទដែលផ្ដិតទស្សនវិជ្ជាជូនបងប្អូនទេសនានៅរមណីយដ្ឋានថ្មរូងបែបធម្មជាតិនេះ
ក៏ឈានដល់ទីបញ្ចប់បើសិនជាមានពាក្យពេចន៍អីលើសលួសខុសឆ្គងសូមខន្តីអភ័យទោសពេលនេះខ្ញុំបាទនិងក្រុមការងារសូមអរគុណសូមគោរពលា never slow up, no I don't take shit, I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up, no